បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជាថៃហៅកាត់ថា JBC បានបញ្ចប់ភាគីថៃដែលដឹកនាំដោយអាដាមប្រសាសន៍វិនិច្ឆ័យទីប្រឹក្សាក្រសួងការបរទេសថៃនិងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃហាក់មិនសប្បាយចិត្តចំពោះលទ្ធផលហើយប្រហែលជាខកចិត្តខ្លាំងទៀតផងដោយសារភាគីកម្ពុជាដែលដឹកនាំដោយអាដាមឡាំជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននិងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជាបានបដិសេធយ៉ាងដែលអហង្ការមិនទទួលស្គាល់ចំពោះផែនទីដែលភាគីថៃគូដោយឯកតោភាគីស្រេចតែចិត្តឯងគ្មានការទទួលស្គាល់ដោយកម្ពុជានិងភាគីអន្តរជាតិសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅក្នុងអង្គសមាជព្រឹទ្ធសភារដ្ឋសភាកាលពីដើមខែមិថុនាឆ្នាំ2025កន្លងទៅនេះបានថ្លែងខ្លាំងតែនឹងផែនទីដែលថៃគូដោយឯកតោភាគីស្រេចតែចិត្តឯងកាលពីឆ្នាំ2008ថាជាផែនទីចោលហើយបានចាត់ទុកថាទង្វើគូផែនទីដែលឯកតោភាគីនេះគឺជាការប្រមាថនិងជាការបោកបញ្ឆោតដោយទុច្ចរិតមកលើកម្ពុជាសម្ដេចបានបញ្ជាក់ថាការដោះស្រាយនឹងការកាត់សេចក្តីលើករណីបញ្ហាព្រំដែនកម្ពុជាថៃត្រូវប្រើអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907សេចក្តីប្រកាសព័ត៌មានស្តីអំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជាថៃលើកទី6ចេញនៅថ្ងៃទី15មិថុនាឆ្នាំ2025ភាគីទាំងពីរកម្ពុជាថៃបានឯកភាពអនុម័តលើរបៀបវរៈ4ចំណុចដូចខាងក្រោមទី1ពិនិត្យនិងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី4របស់អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន JTSC កម្ពុជាថៃកម្ពុជាចុះថ្ងៃទី4កក្កដាឆ្នាំ2024នៅខេត្តសៀមរាបព្រះរាជាណាចក្រកម្ពុជាទី2ពិនិត្យនិងពិភាក្សាលើការកែសម្រួល TOR ឆ្នាំ2003ពាក់ព័ន្ធនឹងការផលិតផែនទី Orthophoto ជំហានទី2ក្នុងចំណុចទី4នៃ TOR ទី3ពិនិត្យនិងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះចុះវាស់វែងនិងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្ដែងនៅចន្លោះទីតាំងពិតប្រាកដនៃបង្គោលព្រំដែនដែលបានឯកភាពគ្នាកំណត់ខ្សែព្រំដែនដើរតាមផ្លូវទឹកនិងកំណត់ខ្សែត្រង់ទី4ពិភាក្សាលើសេចក្តីណែនាំលើការវាស់វែងនៅ Sector 6ចំណុចទី4ធំនៃកិច្ចប្រជុំលើកទី4និងកិច្ចប្រជុំពិសេសរបស់ JBC ឆ្នាំ2009នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន JBC កម្ពុជាថៃអាដាមឡាំជាភាគីកម្ពុជាបានជម្រាបជូនភាគីថៃថាដើម្បីជាប្រយោជន៍ធានាបាននៅដំណោះស្រាយលើបញ្ហាព្រំដែនប្រកបដោយយុត្តិធម៌មិនលំអៀងនិងជាដំណោះស្រាយស្ថាពរសម្រាប់ប្រទេសទាំងពីរភាគីកម្ពុជាស្នើភាគីថៃចូលរួមជាមួយភាគីកម្ពុជាក្នុងការនាំយកវិវាទព្រំដែននៅតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងបានបញ្ជាក់សារជាថ្មីជំហររបស់កម្ពុជាក្នុងការចាប់ផ្ដើមដំណើរការនីតិវិធីច្បាប់ដោយឯករាជ្យម្ចាស់ការទោះបីជាភាគីថៃបដិសេធសមត្ថកិច្ចរបស់តុលាការអន្តរជាតិ ICJ ក៏ដោយអាដាមឡាំជាក៏បានបញ្ជាក់អំពីគោលចំហរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រកាន់យកនៅសន្តិភាពនិយមនិងចង់បានព្រំដែនមួយប្រកបដោយសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសថៃដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្តនិងផែនទីដែលបានឯកភាពគ្នាដោយមានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់ MOU ឆ្នាំ2000ដែលភាគីទាំងពីរបានឯកភាពប្រើប្រាស់ផែនទីមាត្រដ្ឋាន1/200,000ស្របតាមស្មារតីនៃអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ដើម្បីអនុវត្តការងារខណ្ឌសីមានិងការងារបោះបង្គោលព្រំដែន